emergency switch ឬកុងតាក់ពន្លត់ម៉ាស៊ីនបន្ទាន់ប្រើប្រាស់សម្រាប់ខណៈពេលថែរក្សាម៉ាស៊ីនឬជួសជុលម៉ាស៊ីនច្រូតដើម្បីការពារមិនឲ្យម៉ាស៊ីនច្រូតដំណើរការក្នុងអំឡុងពេលជួសជុលម៉ាស៊ីនជម្រាបសួរបងប្អូនទាំងអស់គ្នាខ្ញុំពីនិនជាគ្រូប្រឹក្សាបច្ចេកទេសប្រចាំនៅក្រុមហ៊ុន Kubota ថ្ងៃនេះដែរខ្ញុំធ្វើការបង្ហាញចំណុចពិសេសមួយនៅលើម៉ាស៊ីនច្រូតស្រូវ Kubota DC 120X នោះគឺកុងតាក់ផ្លុតម៉ាស៊ីនបន្ទាន់តើកុងតាក់ផ្លុតម៉ាស៊ីនបន្ទាន់នេះមានតួនាទីអ្វីដែរតោះមកមើលជាមួយខ្ញុំទាំងអស់គ្នាបាទ emergency switch ឬក៏កុងតាក់ផ្លុតម៉ាស៊ីនបន្ទាន់មានតួនាទីពន្លត់ម៉ាស៊ីនមិនឲ្យម៉ាស៊ីនដំណើរការនៅពេលដែលនេះបើកបោនេះច្រូតកាត់នេះជួបឧបទ្ទហេតុណាមួយយើងចុចប៊ូតុងពន្លត់ម៉ាស៊ីនភ្លាមម៉ាស៊ីនយើងគឺផ្អាកដំណើរការតែម្ដងឬក៏នៅពេលដែលយើងជាងសេវាកម្មជួសជុលឬក៏ត្រួតពិនិត្យម៉ាស៊ីនយើងគ្រាន់តែចុចប៊ូតុងពន្លត់ម៉ាស៊ីនមកទីតាំងអស់ម៉ាស៊ីនយើងគឺផ្អាកដំណើរការដើម្បីអីដើម្បីសុវត្ថិភាពទៅលើជាងដែលជួសជុលបាទចំពោះម៉ាស៊ីនច្រូតស្រូវ DC 120X នេះផងដែរគឺមានកុងតាក់ផ្លុតម៉ាស៊ីននេះបាទដើម្បីសុវត្ថិភាពទៅលើជាងដែលជួសជុលឧទាហរណ៍ជាងកំពុងតែជួសជុលឬជាងកំពុងតែត្រួតពិនិត្យម៉ាស៊ីនមានអ្នកផ្សេងមកបើកសោដើម្បីឆេះក៏ម៉ាស៊ីនច្រូតក៏អត់ឆេះដែរឬក៏មានបញ្ហាឆ្លងប្រព័ន្ធភ្លើងឬក៏ប្រព័ន្ធអ្វីផ្សេងក៏ម៉ាស៊ីនច្រូតយើងក៏មិនឆេះដែរដោយសារតែយើងប្រើប្រាស់កុងតាក់សុវត្ថិភាពពន្លត់ម៉ាស៊ីនបន្ទាន់នេះគឺមកទីតាំងអស់គឺមានសុវត្ថិភាពខ្ពស់ខ្លាំងមែនទែនបងប្អូនប្រព័ន្ធកុងតាក់សុវត្ថិភាពពន្លត់ម៉ាស៊ីនបន្ទាន់នេះគឺមានទៅលើម៉ាស៊ីនច្រូត Kubota ស៊េរី DC 120តែប៉ុណ្ណោះបងប្អូនចំពោះស៊េរីផ្សេងគឺគ្មានទេកុងតាក់សុវត្ថិភាពពន្លត់ម៉ាស៊ីននេះបាទចំពោះអ្នកទាំងអស់គ្នាចង់ឲ្យម៉ាស៊ីនច្រូតយើងដំណើរការឡើងវិញយើងគ្រាន់តែបើកកុងតាក់សុវត្ថិភាពយើងមកទីតាំងអនរងចាំ10វិនាទីបន្តមកទៀតយើងធ្វើការកាច់កុងតាក់សោបញ្ចេញម៉ាស៊ីននោះដំណើរការម៉ាស៊ីនយើងធ្វើការដំណើរការឡើងវិញភ្លាមបងប្អូនបាទនេះជាចំណុចសំខាន់ឬក៏ចំណុចពិសេសមួយនៅលើម៉ាស៊ីនច្រូតស្រូវ Kubota DC 120X បងប្អូនទាំងអស់គ្នាកុំភ្លេចប្រើប្រាស់កុងតាក់សុវត្ថិភាពនេះមុនពេលបងប្អូនថែរក្សាឬក៏ជួសជុលម៉ាស៊ីនច្រូតដើម្បីឲ្យមានសុវត្ថិភាពទាំងអស់គ្នាបាទប្រសិនបើបងប្អូនទាំងអស់គ្នាមានចម្ងល់ឬក៏សង្ស័យនៅចំណុចណាមួយសូមបងប្អូនទាំងអស់គ្នា comment នៅខាងក្រោមវីដេអូនេះខ្ញុំនឹងរីករាយឆ្លើយតបនឹងសំណួរបងប្អូនបាទជាចុងក្រោយខ្ញុំសូមផ្ដាំផ្ញើទៅដល់អតិថិជនទាំងអស់យកបច្ចេកទេសល្អៗនេះទៅប្រើប្រាស់ឲ្យបានត្រឹមត្រូវខ្ញុំនឹងសង្ឃឹមថាคลิปវីដេអូនេះនឹងមានប្រយោជន៍ទៅដល់អតិថិជនគ្រប់គ្នាបាទខ្ញុំបាទពីនិនសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតបាទបាយបាយ